លោកស្រីប្រិយមិត្តជាទីគោរពនិងជាទីមេត្រីជាបន្តទៅទៀតនេះសូមរីករាយទស្សនាមហាទស្សនីយភាពសិល្បៈដំណើរជាតិកម្ពុជា Ladies and gentlemen, please enjoy the performance, the National March of Cambodia. សម័យកាលដ៏យូរលង់នៅលើទឹកដីដ៏ចំណាស់មួយនេះមានតែមហាសមុទ្រដ៏ធំធេងល្វឹងល្វើយដីគោកតូចមួយបានលេចចេញពីផ្ទៃទឹកសមុទ្រនិងធ្លោកមួយដើមបានដុះឡើងទឹកសមុទ្របានស្រករីងបន្តិចម្ដងធ្វើឲ្យដីគោករីកធំឡើងរហូតคล้ายជាកោះមួយហៅថាកោះគោកធ្លោកនាងនាគបុត្រីស្ដេចភូជង្គនាគដែលមកកំសាន្តលើកោះនោះបានជួបព្រះថោងនិងទទួលយកធ្វើជាស្វាមីអំណេះតមកនាងនាគនិងព្រះថោងដែលជាបុព្វការីជននៃជនជាតិខ្មែរព្រមទាំងកូនចៅបានរស់នៅលើដីគោកប្រកបដោយជីជាតិដែលមានឈ្មោះថានគរគោកធ្លោក A long time ago, in the ancient land, there was only a vast ocean. A small land emerged from the surface of the sea, and a thlok tree, Paranary and Nemesis, arose. As the sea receded, the mainland expanded until it became an island known as Kok Thlok Island. Niang Niek, daughter of the king of the Nagas, coming to visit the island, met Preh Thong and accepted him to be her husband. Thereafter, Niang Niek and Preh Thong, the ancestors of Khmer people and their offspring, have lived on this fertile mainland called the Kok Thlok land.